រាជការមិនបង្កើតឯកភាពជាតិមិនបើកព័ត៌មានឲ្យប្រជាពលរដ្ឋបានដឹងអំពីទឹកដីរបស់ខ្លួននិងព្រំដែនផ្ទៃក្នុងខ្មែរបែកបាក់បរទេសមិនខ្លាចមិនស្ដាប់រាជការនិយាយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលត្រូវបានយួននិងសៀមប្រងើយកន្តើយមិនស្ដាប់ទាល់តែសោះដោយសារអ្វីដោយសាររាជការគ្មានឯកភាពជាតិថៃនិយាយថាគេមិនបានដឹងឮនឹងរឿងរាជការចង់ធ្វើអ្វីរឿងទឹកដីទេការអំពាវនាវរបស់រាជការធ្លាក់ទៅលើត្រចៀកហាក់ដូចជាថ្លង់នៅពេលដែលថៃមើលរាជការថាគ្មានសមត្ថភាពក្នុងការកសាងឯកភាពជាតិក្រោយពីបានច្បាំងយកដីខ្មែរជាច្រើនកន្លែងតាមព្រំដែនថៃបន្តរុករៀនធ្វើរបងព្រំដែនដាក់បន្លាលួសធុង container និងចាប់ផ្ដើមចាក់បេតុងតាមព្រំដែនបង្កើតជារបងដោយមិនកោតញញើតអ្វីឡើយនេះមកពីអ្វីនេះមកពីថៃមើលឃើញថារាជការកម្ពុជាខ្មែរគ្មានឯកភាពជាតិនៅពេលដែលខ្មែរគ្មានឯកភាពជាតិហើយប្រជាពលរដ្ឋនិងប្រជាជនខ្មែរអវិជ្ជាមិនដឹងអំពីទឹកដីព្រំដែនរបស់ខ្លួនថៃមានប្រៀបជាងក្នុងការមិនស្ដាប់បង្គាប់និយាយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទេនេះគឺជាអ្វីដែលបាននឹងកំពុងកើតឡើងដូច្នេះសម្ដីរបស់អ្នកនាំពាក្យដែលបន្តដង្ហែហៅថៃឲ្យធ្វើកិច្ចការឆ្ពោះទៅកាន់ដំណោះស្រាយព្រំដែនមិនអាចបានជោគជ័យឡើយនៅពេលដែលថៃបានដឹងច្បាស់ថាប្រជាជននិងប្រជាពលរដ្ឋខ្មែរត្រូវបានរាជការបាត់បង់មិនឲ្យមានការយល់ដឹងរឿងព្រំដែនទឹកដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថាកម្ពុជាកំពុងតែភ័ន្តច្រឡំរឿងសមុទ្រដោយគិតថាថៃឡង់ចូលរួមចរចាជាមួយតាមរយៈការប្រកាសរបស់កម្ពុជាដែលចង់ប្រើនីតិវិធី compulsory conciliation គ្មានទេគេនឹងពន្យាពេលតទៅទៀតដើម្បីទុកឲ្យរាជការខ្មែរនៅផុងជាប់នឹងបញ្ហានេះបន្តថៃបង្ហាញឲ្យឃើញថាកិច្ចជំនុំអាស៊ាននៅសេបុយហ្វីលីពីនកន្លងទៅគ្រាន់តែជាពាក្យសម្ដីដែលនិយាយបង្កសភាពការដដែលតែប៉ុណ្ណោះព្រោះថៃដឹងថារាជការខ្មែរគ្មានឯកភាពជាតិត្រង់នេះគឺជាចំណុចមួយដ៏សំខាន់ដែលរាជការគួរដឹងគ្មានឯកភាពជាតិបរទេសមិនខ្លាចបាត់បង់រឿងព្រំដែនគឺបើកដៃឲ្យបរទេសរំលោភផ្ទៃក្នុងខ្មែរបែកបាក់បរទេសមិនខ្លាចនិងមិនស្ដាប់រាជការពលរដ្ឋអវិជ្ជារាជការខ្សោយអ្វីចាញ់ផលជាក់ស្ដែងលើរឿងទឹកដីខ្ញុំអំពាវនាវឲ្យរាជការគិតឲ្យមែនតែនកុំជីករណ្ដៅកប់ខ្លួនឯងការរស់នៅស៊ីជោអួត fake លាក់លៀមបែកបាក់មិនមែនជាផ្លូវដែលឆ្ពោះទៅកាន់ជ័យជំនះក្នុងការដឹកនាំប្រទេសនិងថែរក្សាការពារអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីទេ
នេះគឺជារឿងដែលរាជការនៅតែចចេះរឹងរូសគិតថាកណ្ដាប់ដៃដែកផ្ដាច់ការអាចធ្វើឲ្យខ្លួនកាន់អំណាចរឹងមាំផ្ទុយទៅវិញរាជការកំពុងតែជីករណ្ដៅកប់ខ្លួនឯងរៀងរាល់ថ្ងៃខ្ញុំអំពាវនាវហើយអំពាវនាវទៀតឲ្យរាជការបើកសិទ្ធិសេរីភាពគោរពរដ្ឋធម្មនុញ្ញលើកដំកើងនីតិរដ្ឋឲ្យប្រជាពលរដ្ឋនិងប្រជាជនខ្មែរចេះសន្ទនារឿងទឹកដីនិងព្រំដែនព្រមទាំងទទួលបានព័ត៌មានអំពីទឹកដីនិងព្រំដែននៃព្រះរាជាណាចក្រកម្ពុជាឈប់ចាប់ចងឈប់ធ្វើបាបដើម្បីឲ្យប្រទេសមួយនេះរឹងមាំគ្មានឯកភាពជាតិបរទេសមិនខ្លាចថៃលេងសើចជាមួយរាជការកម្ពុជាបានតាមចិត្តសម្ដីនាយករដ្ឋមន្ត្រីថៃអនុទិនចានវិរៈគុណនិយាយនៅសេបុយហ្វីលីពីនហាក់ដូចជាចំអកឲ្យរាជការខ្មែរដោយបង្ហាញថាអ្វីដែលកម្ពុជាចង់ធ្វើថៃមិនចាំបាច់ស្ដាប់ទេមូលហេតុដែលថៃមិនចាំបាច់ស្ដាប់ទេពីព្រោះថៃដឹងថាខ្មែរគ្មានឯកភាពជាតិបើខ្មែរគ្មានឯកភាពជាតិបរទេសអត់ចាំបាច់ស្ដាប់ទេនេះគឺជាចំណុចដែលខ្ញុំលើកឡើងជម្រាបរាជការខ្មែរឲ្យដឹងថាគ្មានឯកភាពជាតិពលរដ្ឋគ្មានចំណេះដឹងប្រទេសមិនអាចការពារថែរក្សាអធិបតេយ្យភាពបូរណភាពដែនទឹកដីបានឡើយបាទនេះគឺជាអត្ថបទថ្ងៃនេះសំណេះសំណាលជាមួយបងប្អូនពូហេតុអ្វីជនជាតិហ្វីលីពីនឆ្លាតជនជាតិហ្វីលីពីនគាត់មិនឆ្លាតអីខ្លាំងក្លាពេកទេតែបើនិយាយពីប្រជាជនហ្វីលីពីនអ្វីត្បិតតែរស់នៅតាមកោះមែនតែប្រជាជនហ្វីលីពីនបានទទួលការសិក្សាអប់រំបង្គួរដែលធ្វើឲ្យប្រជាជននៅតាមបណ្ដាខេត្តនិងក្រុងមានការចេះដឹងច្រើនហើយមិនសូវមានការធ្វើទេបណ្ដាលឲ្យប្រជាជនហ្វីលីពីនចំណាក់ស្រុករកការងារធ្វើនៅក្រៅប្រទេសទាំងស្រីទាំងប្រុសទទួលការរៀនសូត្របានបង្គួរឲ្យប្រជាជនហ្វីលីពីនលោកឆ្លាតវៃជាងគេលោកមិនឆ្លាតប៉ុន្មានទេតែលោករស់នៅអ្វីបិទតែមានសង្គ្រាមខ្លះតាមកោះតាមអីក៏ចាត់ទុកថាហ្វីលីពីនរស់នៅក្នុងសុខសន្តិភាពដូចប្រទេសថៃអញ្ចឹងហើយបានជាហ្វីលីពីននោះគាត់រស់នៅដូចយើងឃើញតែបើយើងថាហ្វីលីពីនហ្នឹងគាត់ឆ្លាតខ្លាំងអីអត់ទេគាត់ជាមនុស្សមធ្យមគាត់មានការលំបាកគាត់មានភាពក្រីក្រដោយសារភាពក្រីក្រនោះកើតឡើងដោយសាររស់នៅតាមកោះទទួលរងគ្រោះថ្នាក់ពីធម្មជាតិខ្លាំងណាស់មានភៀវសង្គ្រាមមិនចេះចប់មិនចេះហើយនឹងរំជួយធរណីផងអញ្ចឹងអ្វីដែលចៅថាហ្វីលីពីនឆ្លាតនោះមិនអញ្ចឹងទេតែមានបើនិយាយទៅប្រជាជនហ្វីលីពីនដោយសារគ្មានសង្គ្រាមហើយមនុស្សភាគច្រើននិយាយអង់គ្លេសតង់ហ្វីលីពីនក៏ធ្វើឲ្យមានការចេះដឹងបង្គួរនឹងតែប៉ុណ្្នឹងទេខ្ញុំធ្លាប់ទៅរស់នៅហ្វីលីពីន2ដងរស់នៅក្នុងមូលដ្ឋានទ័ពម្ដងរស់នៅក្រៅមូលដ្ឋានទ័ពម្ដងនឹងខ្ញុំឆ្លើយឲ្យប៉ុណ្ណឹងបងសិដ្ឋា good morning បងសូវ៉ាន់សុបញ្ញាសវ៉ាលីជុំមុខរតនច័ន្ទសូហ្វីវិលហឹមកេសសូវ៉ាន់ GGFG វៀតណាមគេឆ្លាតទិញមីសិលលឿនជាងសម្លេងរបស់ឥណ្ឌាកែប្រែសភាវុធចាស់ទៅទំនើបថ្មីផលិតដោយខ្លួនឯងទៀតផងប៉ុន្តែកម្ពុជាក៏មានអាវុធចាស់ដែលអាចកែប្រែមកប្រើប្រាស់វិញបានតែគ្មានបច្ចេកទេសនិងចំណេះដឹង
កម្ពុជាមិនអាចធ្វើបានទេពីព្រោះធនធានមនុស្សនៅកម្ពុជាខ្វះចំណេះដឹងពិសោធន៍និងប្រាជ្ញាកែច្នៃខ្មែររស់នៅក្នុងយុគសម័យចូលអួត fake ដែលបណ្ដាលឲ្យខ្មែរមិនសូវឆ្លៀវឆ្លាតខាងកែច្នៃនិងស្វាហាប់ប៉ុន្មានទេខ្មែររស់នៅក្នុងទឹកដីដែលអំណោយផលធម្មជាតិធ្វើឲ្យខ្មែរយឺតហើយរាងខ្ជិលបន្តិចផងរួមនឹងភាពស៊ីជោអួតហើយនឹង fake ធ្វើឲ្យខ្មែរគិតថាខ្លួនប៉ុណ្ណឹងរស់បានហើយมันអាចប្រៀបធៀបទៅនឹងការខិតខំដ៏លំបាករបស់ពួកយួនទេយួនតំណែងតំណងទិញកំជ្រួចលឿនជាងសំឡេងពីឥណ្ឌាឈ្មោះ Pramos កំជ្រួចនេះយួនមានគោលដៅទិញយកមកផងតាក់ទងដើម្បីចង់ចម្លងបច្ចេកវិទ្យាពីឥណ្ឌារុស្ស៊ីដើម្បីយកមកកែច្នៃផលិតកំជ្រួចក្នុងស្រុកផងយួនបានជោគជ័យក្នុងការផលិត cruise missile ដែលដាក់ប្រើប្រាស់ពីយ៉ាងហើយយួនទិញកំជ្រួច BrahMos នេះដែលលឿនជាងសំឡេងជិត3ដងវាជា supersonic កំជ្រួចដែលមានល្បឿនលឿនបាញ់បានរហូតដល់400ទៅ500គីឡូម៉ែត្រហើយនាំនៅក្បាលគ្រាប់ធន់ធ្ងន់និងបត់បែនរហ័សក្នុងគោលដៅទំនាក់ទំនងឲ្យបានលទ្ធភាពនិងចម្លងបច្ចេកវិទ្យាមកកែច្នៃគួបផ្សំនឹងចំណេះដឹងរបស់យួនពីបច្ចេកវិទ្យាអាមេរិកចង់បង្កើតនៅផលិតកម្ម missile ក្នុងស្រុកដែលយួនបានផលិត missile 2យ៉ាងសម្រាប់ប្រើប្រាស់ជារបៀប cruise missile ហើយទៅហើយត្រង់នេះទើបយួនប្រុងនឹងចំណាយលុយប្រហែលជា1000លានក្នុងការតាក់ទងទិញកំជ្រួចនិងសព្វាវុធពីបរទេសដែលមិនមែនអាមេរិកមូលហេតុដែលយួនទិញកំជ្រួច BrahMos គឺត្រូវការចម្លងបច្ចេកវិទ្យាហើយនឹងកែច្នៃតាន់ពេលដែលឥណ្ឌាកំពុងតែក្រអឺតក្រទមចង់លក់ឥណ្ឌាក៏ជាជាតិសាសន៍មួយដែលមានអំនួតនៅពេលដែលកំពុងតែមានអំនួតហ្នឹងយួនគិតថាអាចនឹងទាញផលបានក្នុងការទិញកំជ្រួច BrahMos ដែលឥណ្ឌាកំពុងតែធ្វើ test ឆ្ពោះទៅកាន់ការបង្កើនល្បឿនរបស់កំជ្រួច BrahMos ឲ្យលឿនរហូតទៅដល់កម្រិត hypersonic ពោលគឺលឿនជាងសំឡេង5ដងហើយក៏កំពុងតែពន្លឿនបច្ចេកវិទ្យាឆ្ពោះទៅកាន់ការបន្តចម្ងាយរបស់កំជ្រួចនេះឲ្យទៅដល់1000គីឡូម៉ែត្រនិងការពិសោធន៍របស់ឥណ្ឌាលើការប្រើប្រាស់ម៉ាស៊ីនកំជ្រួចថ្មីដែលម៉ាស៊ីនកំជ្រួចថ្មីនោះអាមេរិកកាំងចិនអីមានហើយអឺរ៉ុបក៏មានដែរតែយួនចង់តាក់ទងដើម្បីនឹងយកមកកែច្នៃខ្លួនឯងយួនធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្នលើសព្វាវុធរបស់ខ្លួនដោយស្ងប់ស្ងៀមហើយក៏ប្រយ័ត្នប្រយែងមិនចំណាយច្រើនហួសហេតុព្រោះប្រទេសរបស់ខ្លួនស្ថិតនៅក្នុងការកសាងខ្លួននៅឡើយនេះគឺជាអ្វីដែលมันអាចខ្មែរយើងដែលធ្លាក់ខ្លួនស៊ីជោ fake អួតនេះទៅប្រៀបនឹងរោមជើងយួនមិនបានទេបើយើងចង់ធ្វើអ្វីវាតលទី1ដូចខ្ញុំនិយាយចឹងគឺរាជការខ្មែរគោរពរដ្ឋធម្មនុញ្ញលើកដំកើងនីតិរដ្ឋបើកសិទ្ធិសេរីភាពពលរដ្ឋចេះដឹងបើរស់នៅក្នុងនយោបាយជោ fake អួតអត់ទៅរួចទេខ្មែរកំពុងរស់នៅក្នុងរណ្ដៅជោអួត fake ខ្មែរមិនអាចដើរតាន់គេទេ
ខ្មែរដើរតន់តែទៅទិញគេយកមកប្រើទិញគេយកមកស៊ីផឹកនិងទិញគេយកមកបង្អួតក្រៅពីនឹងខ្មែរដើរមិនតន់គេទេព្រោះកំពុងកើតជំងឺអួតចូល fake ខុសគ្នានេះគឺជាបញ្ហាជាជំងឺរបស់ខ្មែរជំងឺនេះធំជាងគេគឺនៅក្នុងក្បាលម៉ាស៊ីនរបស់អ្នកដឹកនាំសៀវភៅមហាបរោះខ្មែរដែលនិពន្ធដោយអេងសុតយកជាការបានប៉ុន្មានភាគរយដំបូងឯកសារមហាបរោះខ្មែរមិនមែននិពន្ធដោយលោកអេងសុតទេឯកសារមហាបរោះខ្មែរត្រូវបានចងក្រងរៀបរៀងដោយលោកអេងសុតដែលលោកអេងសុតមិនបាននិពន្ធវាទេគាត់គ្រាន់តែប្រមូលយកពងសាវតាខ្មែរដែលនៅរាយប៉ាយមកបញ្ចូលគ្នាជាកម្រងមួយហើយផ្ទៀងផ្ទាត់លើកទី1រៀបឲ្យទៅជាឯកសារមហាបរោះខ្មែរគាត់មិនបាននិពន្ធវាទេគាត់ប្រមូលសត្រាពងសាវតាពីវត្តយកមករៀបរៀងផ្ទៀងផ្ទាត់លើកទី1មិនបានពេញលេញទេក៏ចងក្រងទៅជាឯកសារមហាបរោះខ្មែរដែលពីដើមឡើយមិនមែនជាសិភៅទេគឺជា pamphlet ពលគឺជាសំណុំបោះពុំស្ដើងតាមភាគមួយក្បាលលក់3រៀលមួយក្បាលលក់3រៀលស្ដើងតាមភាគហើយដល់ស្រុកវិលមកវិញនេះពីកខ្មែរយើងយកមកចងជាសិភៅដែលយើងឃើញសប្តាហ៍ថ្ងៃពីដើមឯកសារមហាបរោះខ្មែរមិនមែនជាសិភៅមួយក្បាលទេគឺជាសិភៅស្ដើងរបៀបជា pamphlet មួយក្បាល3រៀលចាញ់មិនដឹងជាចាញ់រាល់ថ្ងៃឬចាញ់ប្រហែលដងក្នុងមួយសប្តាហ៍ទេខ្ញុំបានអានវាតាំងពីវាបោះដំបូងម្លេះពងសាវតាដែលយកមកចងក្រងជាឯកសារមហាបរោះខ្មែរគឺជាពងសាវតាគឺជាប្រវត្តិសាស្ត្រដែលចារទុកក្នុងគម្ពីរក្នុងសាត្រាបុរាណអ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រគេមិនសួរពាក្យថាយកជាការបានប៉ុន្មានភាគរយទេគេអត់សួរអញ្ចឹងទេគឺគេសម្គាល់ថាជាសាស្ត្រាជាកំណត់ពងសាវតាជាប្រវត្តិសាស្ត្រខ្មែរពីបុរាណគេមិនសួរយកជាការបានប៉ុន្មានភាគរយទេចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រពីព្រោះកំណត់ប្រវត្តិសាស្ត្រនេះត្រូវបានសរសេរទុកតាមវត្តគេហៅថាកំណត់ពងសាវតាបុរាណគេត្រូវយកមកអានមកផ្ទៀងផ្ទាត់មកគិតមកសិក្សាជាចំណែកមួយនៃពងសាវតាគេមិនសួរថាបានការប៉ុន្មានភាគរយទេរបៀបសិក្សាប្រវត្តិសាស្ត្រគឺគេសិក្សាគេស្រាវជ្រាវគេផ្ទៀងផ្ទាត់ហើយគេធ្វើការវិភាគគិតពិចារណាមិនមែនគេហាមាត់សួរថាយកជាការបានប៉ុន្មានភាគរយនោះទេអ្នកដែលអានសៀវភៅប្រវត្តិសាស្ត្រហើយសួរគឺជាអ្នកមិនទាន់ធ្លាប់បានរៀនពីប្រវត្តិសាស្ត្រទេព្រោះប្រវត្តិសាស្ត្រត្រូវការសិក្សាស្រាវជ្រាវពិចារណាវិភាគផ្ទៀងផ្ទាត់ជានិច្ចមិនមែនជាការអានហើយជឿនោះទេហើយគេមិនសួរថាបានការប៉ុន្មានភាគរយឬពិតឬទេគេសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់វិភាគពិចារណាស្វែងរកការពិតក្នុងសំណេរទាំងឡាយពីបុរាណមកដល់បច្ចុប្បន្នណាកូនណានឹងអញ្ចឹងមិនមែនអានសម្រាប់ជឿមិនមែនអានសម្រាប់មិនជឿទេគឺអាន
ដោយសិក្សាពិចារណាស្រាវជ្រាវផ្ទៀងផ្ទាត់វិភាគដើម្បីស្វែងរកការពិតនេះគឺជារបៀបអានប្រវត្តិសាស្ត្រមិនមែនសម្រាប់ជឿប៉ុន្មានភាគរយទេណាចៅណាកូនណានឹងអញ្ចឹង Fila no ពហិការដោយគ្មានផលិតផលជំនួសឬផលិតផលនោះគ្មានគុណភាពខ្ញុំនិយាយច្រើនដងថាជំហរនិងទស្សនៈរបស់ខ្ញុំគឺប្រឆាំងនឹងពហិការខ្វាក់ភ្នែកល្ងងខ្លៅពហិការខ្វាក់ភ្នែកល្ងងខ្លៅគឺជាពហិការដែលគ្មាននរណាខ្លាចទេហើយក៏គ្មានប្រសិទ្ធភាពដែរពហិការល្ងងខ្លៅគឺជាអំពើបំផ្លាញខ្លួនឯងដូច្នេះខ្មែរណាដែលនិយាយពីពហិការល្ងងខ្លៅនេះគឺកំពុងតែបំផ្លាញខ្លួនឯងអត់មានអ្វីត្រូវពន្យល់ទេហេតុអ្វីបានជារដ្ឋាភិបាលខ្មែរបើកដៃឲ្យថៃរំលោភទឹកដីយកតាមតែចិត្តសឿនញ៉ាអំណាចនៅកម្ពុជាបើកដៃឲ្យយួនយកទឹកដីខ្មែរសៀមធ្វើតាមរបត់ដែលកើតឡើងរវាងយួននិង CPP ពីឆ្នាំ79មកប្រៀបបាននឹងស្រីម្នាក់ដែលរហេតរហូតនឹងបរោះដតីក៏មើលងាយស្ត្រីហ្នឹងនេះគឺជាអ្វីដែលកំពុងកើតឡើងណាសឿនញ៉ាបើគ្មាននរណាអាចយកដីខ្មែរបានសៀមក៏អត់ហ៊ានដែរតែដោយសារយួនយកទឹកដីខ្មែរបានដែលខ្ញុំសរសេរឲ្យហើយខ្ញុំសរសេរឲ្យហើយថាហេតុដូចម្ដេចបានជាសៀមចង់បានទឹកដីខ្មែរម្ដេចបានសៀមចង់បានទឹកដីខ្មែរព្រោះខ្មែរត្រូវរើគ្នាជាមួយយួនរឿងព្រំដែនទឹកដីសៀមចង់បានដូចយួនចង់បានពីខ្មែរដែរយួនឲ្យតម្រុយទៅសៀមថាវាមិនចំទាស់នឹងសៀមទេខ្មែរពីឆ្នាំ1979មកព្រមជាមួយនឹងយួនរួចហើយទើបសៀមគេបសង្កត់លើខ្មែរដោយវាចង់បានដូចគ្នានេះខ្ញុំលើកមកជារឿយខ្ញុំលើកមកជារឿយអញ្ចឹងអ្វីដែលខ្ញុំលើកមកជារឿយនេះណាអ្វីដែលខ្ញុំលើកមកជារឿយនេះហើយដែលខ្ញុំនិយាយថាការលាក់លៀមរបស់រាជការពីព្រោះរាជការត្រូវរើគ្នាជាមួយយួនហើយរាជការមិនចង់ឲ្យសៀមវាយកដីសៀមវាអត់ខ្លាចទេណាវាអត់ខ្លាចទេសៀមវាអត់ខ្លាចទេហ្នឹងអញ្ចឹងណាលោកសឿនញ៉ាឃើញមុំសំណងដូវឆ្លោះគ្នាជាមួយមួងណារ៉េតរឿងខ្ញុំអត់ចាប់អារម្មណ៍ទេចិនពេងមុំសំណងដូវត្រូវការរស់នៅស្រុកខ្មែរលុញពងលោកហ៊ុនសែនមួងណារ៉េតជាពួកដែលនៅក្រៅស្រុកអញ្ចឹងវាអត់មានប្រយោជន៍អីដែលខ្ញុំត្រូវចាប់អារម្មណ៍នឹងរឿងហ្នឹងទេចិនពេងយករឿងហ្នឹងមកព្រោះចៅកំពុងតែចូលចិត្តលើកយករឿងគេឆ្លោះគ្នាចំណែកតាអត់តាលើសហ្នឹងហើយតាគិតពីរឿងខ្មែរលើសរឿងឆ្លោះគ្នាហ្នឹងតាគិតពីរឿងថាហេតុដូចម្ដេចបានជាខ្មែរវាខ្សោយរកឃើញថាមានជំងឺជោអួតហ្វេកហេតុដូចម្ដេចបានជាបរទេសមិនញញើតខ្មែរពីព្រោះបែកបាក់ផ្ទៃក្នុងហើយតើប្រទេសខ្មែរអាចចម្រើនជឿនលឿនទេអត់ទេបើទិញគេស៊ីទិញគេប្រើទិញគេមកអួតបានហើយនឹងលក់ធនធានដែលមានដើម្បីយកលុយមកចាយបាននិយាយពីសម្ភារៈឃើញថាចម្រើនតែរបស់ហ្នឹងមិនមែនរបស់ខ្មែរទេខ្មែរមិនអាចជឿនលឿនបាននៅពេលដែលមនុស្សខ្មែរល្ងងទេហ្នឹងការគិតរបស់ខ្ញុំគិតអញ្ចឹងណាចិនពេងខ្ញុំមិនបានគិតរឿងអ្នកណាឆ្លោះគ្នាទេឧទាហរណ៍ដូចឈ្មោះមុំសំណងដូវវាជាមនុស្សចោលមកសៀតខ្ញុំអត់ត្រូវការគិតវាជាមនុស្សចោលមកសៀតវាអាយុចាស់គួរសមប៉ុន្តែវាចោលមកសៀតអញ្ចឹងវាអត់បានកើតអីវាជាវែកក្នុងឆ្នាំងសម្លនៅតែនៅស្រុកបារាំងប៉ុន្តែវាអត់ចម្រើន
វាដូចអាសំរាំងស៊ីដែលទៅនៅស្រុកបារាំងតាំងពីក្មេងប៉ុន្តែវាអត់ចម្រើនវាជាវែកក្នុងឆ្នាំងសម្លមិនខ្វះទេវែកក្នុងឆ្នាំងសម្លអញ្ចឹងខ្ញុំមិនចាំបាច់ចំណាយពេលនិយាយណាអ្នកដែលនិយាយថាយើងមើលងាយសះឯងគឺជាមនុស្សដែលគ្មានអ្វីតបមនុស្សដែលគ្មានអ្វីដោះស្រាយនឹងយើងតែងគិតអញ្ចឹងតាមការពិតគោលដៅរបស់យើងគឺចង់ជួយឲ្យខ្មែរចេះដឹងរឹងប៉ឹងឲ្យខ្លាំងតែអ្នកដែលខឹងនឹងយើងពីព្រោះគ្មានអ្វីតបតដូចសប្តាហ៍ថ្ងៃអញ្ចឹងខ្ញុំនិយាយទៅអ្នកខ្លះថាខ្ញុំនឹងមិនចូលចិត្តរាជការមែនទេខ្ញុំស្រឡាញ់រាជការចង់ឲ្យរាជការរឹងប៉ឹងមាំមួនតែរាជការរឹងប៉ឹងមាំមួនតើតែមានឯកភាពជាតិម៉ូនីរដ្ឋាតាំងពីលុប MOU ឆ្នាំ2001មកខ្ញុំមិនដែលដឹងថាថៃវាមកព្រមអីជាមួយនឹងរាជការខ្មែរទេតាំងពីថ្ងៃវាលុបវាអត់មានព្រមអ្វីជាមួយរាជការខ្មែរទេសីហស័កវាច្រើនចោលហ្នឹងវាគ្រាន់តែនិយាយវាអត់មានបានព្រមអ្វីជាមួយខ្មែរទេអត់ទេវាអត់មានព្រមអ្វីជាមួយហ៊ុនម៉ាណែតប្រាក់សកលទេហើយសម្ដីដែលសីហស័កច្រើនចោលហ្នឹងគ្រាន់តែជាសម្ដីធ្វើចលនានយោបាយទេសៀមមិនដែលបានព្រមព្រៀងអ្វីជាមួយខ្មែរទេណាមនីរដ្ឋានេះគឺខ្ញុំតាមដានហ្នឹងអញ្ចឹងខំសុបញ្ញានៅពេលចៅរៀនសូត្រចេះដឹងបានទទួលបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់តើជីវិតចៅទៅជាយ៉ាងណាទៅជាអ្នកសំទានគេទៅជាទេសកលទៅជាក្មេងហាត់កាវឬក៏ទៅជាអ្នកមានការងារល្អធ្វើមានលទ្ធភាពទៅធ្វើការនៅបរទេសនិងកសាងជីវិតហងសុបញ្ញាចៅគិតខ្លួនឯងថាបើចៅជាប់បរិញ្ញាបត្រជាន់ខ្ពស់ពិតប្រាកដមានចំណេះដឹងតើជីវិតចៅខ្លាយទៅជាយ៉ាងណាហើយចៅគិតថាបើពលរដ្ឋខ្មែរមានការចេះដឹងច្រើនតើប្រទេសទៅជាយ៉ាងណាឆ្លើយខ្លួនឯងណាចៅហងសុបញ្ញាណានឹងអញ្ចឹងនេវេនៅ UK គ្មាន reform អីទេការទទួលព័ត៌មានរបស់ចៅពីអង់គ្លេសចៅអត់យល់អំពីនយោបាយគេហើយតាចៅអត់ដឹងគ្មាន reform អីទេប្រទេសអង់គ្លេសអត់មានត្រូវការ reform អីទេប្រទេសអង់គ្លេសមានហេតុការណ៍តាក់ទងនឹងការប្រែប្រួលតាមរយៈការបោះឆ្នោតនៃដំណើរការលទ្ធិប្រជាធិបតេយ្យណាចៅអត់មានស្អី reform UK អីដូចចៅនិយាយទេចៅអត់ស្គាល់នយោបាយស្រុកគេខំប្រឹងរៀនហើយអានឲ្យច្រើនណាសាសាខំប្រឹងរៀនខំប្រឹងឧស្សាហ៍ព្យាយាមជីវិតណាជីវិតមិនមែនចេះតែអង្គុយធុញទ្រាន់ទេចៅជីវិតមិនមែនសម្រាប់អង្គុយធុញទ្រាន់ទេជីវិតគឺសម្រាប់កសាងខ្លួននិងតស៊ូហងខ្ញុំឃើញនៅខេត្តក្រចេះអភិវឌ្ឍច្រើនណាស់មិនសួរទុកឲ្យស្ដាប់អត់បានឃ្លាក្រោយមិនសួរទុកឲ្យយល់នៅហ្នឹងខ្ញុំអត់យល់អាពាក្យក្រោយនេះមកឃ្លាខ្លីនេះខ្ញុំអត់យល់ទេមករាយួនសៀមតៃវ៉ាន់ប្រទេសគេពិបាករស់ជាងយើងប៉ុន្តែគេរស់បានប្រទេសសៀមពិបាករស់យួនពិបាកឡាវស្រួលខ្មែរស្រួលកូរ៉េពិបាកតៃវ៉ាន់ពិបាកជប៉ុនពិបាកប្រទេសគេពិបាកប្រទេសខ្មែរយើងស្រួលយើងខ្ជិលហើយធ្លាក់ខ្លួនល្ងងសឹមរតនាសហគមន៍ខ្មែរនៅបរទេសមានអ្នកចេះដឹងជាងអ្នកក្នុងស្រុកតែនៅខ្សោយចុះតម្រាំអ្នកក្នុងស្រុកមានប្រព័ន្ធអប់រំទេពធ្វើមកដាច់នឹងចេះរួបរวมសៀមរតនាបើគិតដូចចៅក៏គិតតទៅទៀតទៅតើអត់កែគំនិតហ្នឹងទេព្រោះចៅប្រៀបធៀបអញ្ចឹងចុះមិនក៏ចៅមិនប្រៀបធៀបមនុស្សខ្មែរម្នាក់ខ្មែរដែលរស់នៅក្នុងសិទ្ធិសេរីភាពដូចតាណាសហគមន៍ខ្មែរខ្សោយពីព្រោះ
ខ្មែរដែលរស់នៅលើដីអាមេរិកហ្នឹងជាប់ជំពាក់នឹងកំអែលក្នុងស្រុកចំណែកមនុស្សខ្មែរដែលអត់ជាប់ជំពាក់នឹងកំអែលក្នុងស្រុកដូចជេមសុកនិងខ្មែរដទៃគេរងរឿងអស់ហើយមិនក៏យើងមិនមើលអាការរងរឿងរបស់គេឥឡូវតាបញ្យល់ខ្មែរយើងនៅប្រទេសអាមេរិកគឺទីតាំងនៅក្នុងសហគមន៍ដែលមិនអាចនៅជុំគ្នាបានបើនៅជុំគ្នាគឺបានត្រឹមតែជាកូនភូមិតូចមួយដូច្នេះការបង្កលក្ខណៈ political representation វាមិនមែនដឹកនាំប្រទេសទេដែលហេតុ political representation ខ្សោយនៅបរទេសពីព្រោះសហគមន៍មនុស្សរស់នៅក្នុងសហរដ្ឋអាមេរិកជាពហុភាគនិយមចុះចៅមិនក៏មិនគិតមនុស្សដូចតាដូចខ្មែរដទៃដែលគេរងរឿងខាងចំណេះដឹងកូនចៅគេគ្រួសារគេប្រឡូកក្នុងសង្គមមានខ្មែរដែលនៅអាមេរិកនេះរហូតឥឡូវហ្នឹងលឺសូរតែចាប់ដើមរហូតដល់ការងារធំមិនមែនលឺសូរទេគឺវាជាប់សាច់ឈាមនឹងខ្ញុំផងអីផងសិតតែជាអ្នកវិទ្យាសាស្ត្រសិតតែជានាយកគ្រប់គ្រងក្រុមហ៊ុនសិតតែស្អីមិនក៏យើងមិនមើលមិនក៏យើងមើលឃើញតែបញ្ហាខ្សោយហើយយើងទទួលស្គាល់តែខ្សោយបើសិនរតនាសុខចិត្តឆ្ងោកនៅក្នុងរណ្ដៅហ្នឹងខ្ញុំអត់មានអីណែនាំទេអត់មានអីណែនាំពីព្រោះឲ្យតែលឺសូរនិយាយថានរណាខ្សោយគឺចង់ទៅតាមអ្នកខ្សោយចំណែកតាមើលអ្នកខ្លាំងអ្នកពូកែតានិយាយប្រាប់ថា political representation ចៅអត់យល់ពាក្យហ្នឹងផងគ្រាន់តែលឺសូរថាសហគមន៍ខ្មែរខ្សោយចៅប្រាប់ថាបើខ្សោយខ្ញុំអត់អីទេខ្ញុំនៅឋាននរកហ្នឹងទៅខ្ញុំនៅក្នុងប្រព័ន្ធអាចហ្នឹងទៅតាប្រព័ន្ធគេខ្សោយដែរគេមកដល់អាមេរិកគេខ្សោយអ្នកដែលនៅអាមេរិកនេះដែលខ្សោយពីព្រោះវាជាប់ជំពាក់នឹងស្រុកខ្មែរបានជាខ្សោយឲ្យឧទាហរណ៍ចៅការចាត់ចែងវត្តអារាមបែកបាក់គ្នាដោយសារអីដោយសារវត្តខ្មែរនៅសហរដ្ឋអាមេរិកនេះឲ្យពួក7មករាវាចូលដល់ពួក7មករាវាចូលមកវាធ្វើឲ្យបែកបាក់វត្តអស់ទៅវត្តកម្ពុជាក្រោមយួនទៅចូលចំណែកវត្តខ្មែរធម្មតាវាបែកបាក់អស់ពីព្រោះពួកអ្នកបួស7មករាវាមកបំផ្លាញវិទ្យុអាស៊ីសេរីវាចបោកច្បល់រហូតដល់អាលាយខ្លួនដោយសារពួក7មករាវានៅពេញ VOA វាអាលាយដោយសារ7មករាអាមេរិកវាសង្កេតវាអត់ឃើញអាបញ្ហា7មករាពួក7មករាមកបំផ្លាញសហគមន៍ខ្មែរយើងជាប់ជំពាក់អ្នកណាដែលជាប់ជំពាក់នៅ7មករាវាខ្សោយអ្នកណាដែលអត់ជាប់ជំពាក់7មករាគេងើបឡើងអស់ហើយអញ្ចឹងចៅស្រាញ់ចិត្តទេចៅចង់នៅឋាននរកហ្នឹងក៏នៅទៅណាសហគមន៍ខ្មែរឲ្យតែវាជួបនៅ7មករាវាលាយដោយសារអីពួក7មករាវាតកតងស្រុកខ្មែរឧទាហរណ៍បើសិនជាខ្មែរឆាមហូបប្រើទឹកឆាមហូបពីស្រុកខ្មែរវាកើតរោគលឿនជាងដូចខ្ញុំអីវាកើតរោគមហារីកដោយសារស៊ីអារបស់តែវាស្មោកគ្រូបើខ្ញុំធ្វើដូចអាមេរិកកាំងគេញ៉ាំអាហារមានសុខភាពហើយគេទៅពេទ្យទៀងទាត់វាមិនកើតដល់ប៉ុណ្្នឹងទេតែខ្ញុំលើកឡើងអញ្ចឹងបើចៅឯងគ្រាន់តែលឺសូរគេថាណាគ្រាន់តែលឺសូរគេថាឲ្យព្រមធ្វើទេសកលអាហ្នឹងស្រេចចៅទៅតាអត់ថាអីទេចៅបើចៅឯងចង់បន្តធ្វើទេសកលណាសម្រាប់តាណាចៅឯងរកតែចំណុចខ្សោយឲ្យដើរតាមចៅឯងកើតមកមិនគិតរកចំណុចជោគជ័យខ្លាំងហើយធ្វើទេចៅចង់ខ្សោយស្រេចចៅ